នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងទាំងអស់គ្នាមានអារម្មណ៍មិនទៀងទាត់នោះទេពេលខ្លះអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ថាសប្បាយចិត្តហើយពេលខ្លះទៀតក៏មានអារម្មណ៍ថាពិបាកចិត្តពេលខ្លះក៏អារម្មណ៍ខឹងតូចចិត្តអន់ចិត្តហេតុអ្វីបានជាយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានជាដំបូងអ្នកទាំងអស់គ្នាត្រូវដឹងថាចិត្តឬមួយក៏អារម្មណ៍របស់យើងគឺជាសកម្មភាពមួយដែលខួរក្បាលអ្នកកំណត់ខួរក្បាលមិនមែនមានតួនាទីត្រឹមតែការគិតឬមួយការចងចាំនោះទេវាមានតួនាទីសំខាន់ណាស់ក្នុងការផលិតនៅសារធាតុគីមីផ្សេងៗជាច្រើនក្នុងការកំណត់ទៅលើអារម្មណ៍ចិត្តក៏ដូចជាសកម្មភាពរស់នៅប្រចាំថ្ងៃហើយមានសារធាតុគីមីមួយយ៉ាងដែលមានឈ្មោះថាដូប៉ាមីនគឺជាធាតុគីមីដែលកំណត់ទៅលើអារម្មណ៍សប្បាយរីករាយក៏ដូចជាអារម្មណ៍រំភើបការស្រឡាញ់និងការចូលចិត្តតែបើសិនជាខួរក្បាលរបស់យើងផលិតសារធាតុគីមីដូប៉ាមីននេះក្នុងកម្រិតទាបឬមួយក៏ខ្ពស់ពេកនោះវានឹងបង្កឲ្យយើងកើតទៅជាជំងឺផ្លូវចិត្តផ្សេងៗដូចជាជំងឺធ្លាក់ទឹកចិត្តជំងឺ depression ឬមួយទៀតជំងឺវិកលចរិតតែម្ដងហើយវិធីសាស្ត្រដែលជួយឲ្យសារធាតុគីមីដូប៉ាមីនមានតុល្យភាពនៅក្នុងខួរក្បាលនោះយើងគួរតែកុំទទួលទានរបស់អ្វីដែលទៅបំផ្លាញកោសិកាខួរក្បាលរបស់យើងដូចជាសុរាឬមួយក៏សារធាតុញៀនផ្សេងៗទី2ត្រូវបរិភោគអាហារណាដែលមានសារធាតុចិញ្ចឹមឬមួយក៏វីតាមីនគ្រប់គ្រាន់ដើម្បីចិញ្ចឹមខួរក្បាលទី3ត្រូវមានសមាធិក៏ដូចជាហាត់ប្រាណជាប្រចាំចុងក្រោយគឺត្រូវមានពេលវេលាសម្រាប់ខ្លួនឯងក្នុងការលំហែខួរក្បាលក៏ដូចជានៅក្បែរមនុស្សជាទីស្រឡាញ់របស់យើងឲ្យបានច្រើននិងសាងអនុស្សាវរីយ៍ល្អៗដក់ជាប់នៅក្នុងខួរក្បាល